បាទសួស្តីបាទថ្ងៃនេះខ្ញុំសូមបង្ហាញកន្លែងតាំងត្រីក្រាំរបស់ខ្ញុំបាទនេះគឺប្រភេទកូនមកកាត់របស់ខ្ញុំនេះកូនត្រីជុលណារត់មេបាទល្អគឺថាសុខភាពវាល្អណាស់បាទទូចទេបាទគឺតែអាយុបាន3ខែទៅ3ខែកន្លះនេះទេសុខភាពហើយភាពក្លាហានរបស់វាខ្លាំងណាស់បាទល្អមែនតើបាទហ៊ានតូចតែវាហ៊ានបាទហ៊ានច្រើនគូបាទខ្ញុំបង្កាត់បានកូនប្រហែលជា100កូនជាងបាទខ្ញុំឃើញថាខ្ញុំប្របែកវាបានមកទឹកហើយខ្ញុំឃើញថាអូយកមកវាអួតល្អណាស់បាទមកពេញដល់កំឡាំងកំងបាទច្រើនគូទៀតបាទតែប៉ុណ្្នឹងទេបាទនេះក៏ប្រភេទកូនបង្កាត់ដែរតែខ្ញុំបង្កាត់កន្លក់ស៊ីជាមួយត្រីម៉យើងហ្នឹងវាទៅជាចេញមកវាអត់ដាច់បាទពេលហ្នឹងដាក់បាកន្លក់ស៊ីហើយនឹងញីត្រីម៉យើងហ្នឹងគឺពេលនេះដាក់យកមកវាទៅចេញកន្លក់ស៊ីដែរតែកន្លក់ស៊ីវាទៅជាសស្លេកវិញបាទអត់ឡើងពណ៌បាទហើយថាមកគូនេះពេញកំឡាំងមកបាទមិនមែនតែប៉ុណ្្នឹងទេបាទមានច្រើនទៀតបាទហើយទៀតបាទដល់ទៀតពេលនេះខ្ញុំចាក់រហូតដល់ខ្លាយទៅកន្លែងត្រីក្រាំហើយបាទយកទៅដាក់ក្នុងផ្ទះលេងឥឡូវនេះខ្លាយយកកន្លែងលក់ថ្មីបងប្អូននេះគាត់មកတော့ឃើញស្អាតបាត់ចាប់ដើមទិញបាទនេះញីមួយជាមួយឈ្មោលបាទអានេះញីទេបាទហើយញីនេះក៏កាចដែរបាទញីពួតហើយដេញខាំត្មងបាទឈ្មោលនេះវិញរៀងឡើងកតាច់ហើយបាទបាទស្អាតមែនតើកូនប្រកាសរបស់ខ្ញុំហ្នឹងញីហើយឈ្មោលហ្នឹងពេលខ្ញុំប្រកាសបានគឺកាចល្អណាស់បាទមកគូនេះខ្ញុំនឹងប្រកាសទៅទៀតដើម្បីយកឈាមវាឲ្យបានសុទ្ធគឺខ្ញុំយកញីនេះយកទៅដាក់ជាមួយនឹងបារបស់វាបារបស់វាខ្ញុំទុកនៅនឹងកន្លែងប្រកាសរបស់ខ្ញុំនោះបាទពេលដំបូងឃើញថាវាចេះអួតចេះអីចឹងស្មានតែឈ្មោលបាទមើលពីលើដល់ពេលយកមកដាក់ចូលកញ្ចក់ទៅជាញីទេបាទតែញីចេះអួតចេះជល់បាទត្រីក្រាំខ្មែរយើងតែម្ដងបាទស្អាតណាស់បាទក្បាលឡើងកតាញ់ដូចក្បាលត្រីក្រាញ់អញ្ចឹងបាទតែកតុយវាកតុយមូលវាអត់បានកតុយស្លឹកពោបាទខ្ញុំមិនបានសាកកម្លាំងវាមើលទៅឃើញថាវាល្អបាទស្វិតខាំបានល្អបាទមានច្រើនហើយបាទបើខាងលើខ្ញុំតាំងត្រីនេះបាទត្រីថាស្មូតត្រីតាយើងហ្នឹងបាទជំរាបច្រើនស្មូតល្អដែរបាទមាន2ជាន់ដែរបាទជិត100គ្រាប់ដែរស្អាតបាទពណ៌មានចម្រុះចឹងទៅមានក្រហមមានខៀវអីចឹងបាទខៀវទៅបាទកាចហ្នឹងបាទมัน
កាទេគឺកាដែរយកមកដាក់ចិត្តគ្នានឹងបានតែអួតស្អាតហ្នឹងបាទចាក្រហមទៀតពលស្វាយខៀវយ៉ាងទៅបាទលើនេះមានលឿងមានពលលឿងពលក្រហមទៅបាទច្រើនជាប់50ត្រីបាទអញ្ចឹងសរុប2ជាន់ទៅ100ត្រីយើងហើយកូនកាត់របស់ខ្ញុំដែរហើយកូនកាត់ក្លាក់ស៊ីឈាមវាហើយកក្លាក់ស៊ីឈាមខ្មោចបាទផ្នែកខ្មៅមុតហ្នឹងបាទចឹងមកសល់បានមកក្របហ្នឹងដែរកាត់បានច្រើនតែមានបងប្អូនគាត់មកយកអស់ទៅកាចហ្នឹងបាទប្រភេទឈាមខ្មោចនេះគឺខ្ញុំខាំយកតែម្ដងបាទសម្រាប់បាទប៉ុនគ្នានឹងបាទមកពេញលេងហ្មងបាទកម្លាំងវាល្អណាស់បាទច្រើនទៀតបាទខាងក្រោមទៀតបាទហើយក៏មានសល់ត្រីព្រៃខ្លះបាទតែត្រីព្រៃវាចាប់ផ្ដើមសកប់បន្តិចបាទវាថ្លាបន្តិចព្រោះយ៉ាងណាយកមកយូរហើយបាទនេះទៅកន្លែងហាងត្រីហើយបាទចាំត្រីក្រឹមដែលខ្ញុំដាក់ឈ្មោះថាបិទតាតយបាទបងប្អូនអាចជួយចុច Subscribe ចុច Like ផងបាទនៅក្នុង Channel YouTube បិទតាតយបាទតែបើហាងលក់ត្រីក្រឹមនេះវិញនៅទីតាំងនៅបរិយាសន្តិភាព2បាទក្រោយបេនឡានក្រុងហ្នឹងហើយចូលមកផ្សារហ្នឹងបាទនៅទីនេះហើយបាទគឺមានលក់ត្រីក្រឹមហើយត្រីក្រឹមជុលល្អសុខភាពល្អតម្លៃថោកបាទត្រីតាំងត្រីអីក៏មានដែរបាទមានច្រើនបាទមើលខ្ញុំទៅបង្ហាញត្រីតាំងបាទត្រីតាំងត្រីកងបាទចាត្រីបាត់តាត្រីអីហ្នឹងបាទខ្ញុំគ្រាន់តែដាក់ចំលេងដើម្បីតាំងយកកំដរអារម្មណ៍ហ្នឹងទៅបាទព្រឹកឡើងហ្នឹងដាក់ចំណៃដាក់អីឲ្យវាចឹងទៅតែឥឡូវនេះមិនមែនទៅជានេះទេទៅជាកន្លែងធ្វើជីវកម្មលក់ដូរដែរហើយបាទសារឃើញវាស្អាតខ្ញុំចូលចិត្តតាំងពីក្មេងមកបាទចិត្តចិញ្ចឹមត្រីក្រឹមចំដាក់ទឹកថែវាល្អចឹងទៅហើយចាប់ផ្ដើមយកជុលលេងមួយមិត្តភ័ក្តិចឹងទៅបាទក្រោយមកក៏ចេះកាត់ចេះអីចឹងទៅមើលតាម YouTube អីមកទៀតក៏ឃើញតែប្រកាសទៅសល់បានច្រើនហើយសុខភាពវាល្អដែរបាទធ្វើម៉េចឲ្យបានកូនឈ្មោលច្រើនកូនញីច្រើនអីហ្នឹងបាទចេះតាម YouTube ទេបាទតែឥឡូវឃើញថាវាជោគជ័យដែរបាទកាត់មកបានឈ្មោលច្រើនហ្នឹងទៅបាទបាទសូមអរគុណបងប្អូនបាទសិនបងប្អូននៅភ្នំពេញនេះនៅម្ដុំយើងចៅបរិយាសន្តិភាព2នេះគឺអាចមកមើលបានបាទត្រីក្រឹមល្អបាទអរគុណបាទជម្រាបលាបាទខ្ញុំបង្ហាញនៅវីដេអូក្រោយៗទៀតបាទអរគុណ